និយាយថាស្រុកខ្មែរយើងមានអានេះនឹងណោះបងប្អូនជួយប្រាប់ផងមើលខ្ញុំមកឃើញកំណត់រ៉ូស៊ីនៅអាមេរិកនេះលយមែនតែនហ្មងគេរ៉ូស៊ីជាមួយនឹងភ្ញៀវទេសចរគេធ្វើហាងអាហារមួយឲ្យប៉ប៉ិនយៈហើយនៅកណ្ដាលគឺគេធ្វើទីលានសម្រាប់និយាយប្រវត្តិសាស្ត្រពីជំនាន់មុនណាស្ដេចនឹងស្ដេចធ្វើចម្បាំងនឹងគ្នាដើម្បីទៅដើមយកប្រទេសដោយគេយករឿងនិទានប្រវត្តិសាស្ត្ររបស់គេហ្នឹងណាគឺគេយកមកលេង show ចឹងតែម្ដងថ្ងៃនេះដោយសារម៉ាក់ខ្ញុំនឹងគាត់មកពី Long Beach អញ្ចឹងទៅខ្ញុំក៏នាំគាត់មកដើរលេងមិនដឹងធ្វើអីក៏នាំគាត់ទៅញ៉ាំអាហារពេលល្ងាចចឹងទៅអាហារពេលល្ងាចរបស់គេហ្នឹងគឺគេមើល show ចឹងណាបងប្អូនមិនដឹងចេះស្ដាប់អត់ទេនោះទៅហើយនេះទស្សនភាពរបស់គេនៅខាងក្នុងអាជុំវិញហ្នឹងមិនមែនកន្លែងអង្គុយមើលធម្មតាគឺកន្លែងញ៉ាំបាយហ្មងបងប្អូនគេមានម្ហូបឲ្យយើងហូបហើយនៅកណ្ដាលហ្នឹងគឺគេធ្វើដូច show ចឹងដូចជា studio គេមួយធំចឹងហើយនៅកន្លែងកណ្ដាលហ្នឹងគឺដីខ្សាច់មកឥឡូវយើងដើរទៅរកកន្លែងអង្គុយសិនណាបងប្អូនធំទលំទលាយខ្លាំងមែនតើអញ្ចឹងពេលយើងទិញសបុតគេប្រាប់យើងហើយថាសបុតយើងនៅម្ដុំណាហើយមកកន្លែងដែលយើងអង្គុយហ្នឹងណាគឺវាមានស្ដេចនៃប្រទេសនឹងរៀងខ្លួនអញ្ចឹងទៅនិយាយទៅជាមួយទឹកចិត្តខ្ញុំប្រាប់អ្នកទាំងអស់គ្នាល្អមើលខ្លាំងមែនតើហ្មងរបៀបគេធ្វើហានេះគឺជាមនុយស្រាមនុយមហូបអីគេអញ្ចឹងណាបងប្អូនចាយើងមកដល់ចឹងគេមានទឹកឲ្យយើងផឹកចាគេមានម្ហូបឲ្យយើងហូបហើយម្ហូបគេគឺមាន់មួយចាហៀងចាហើយមានពោតមួយឥឡូវ show គេចាប់ផ្ដើមចេញមកហើយ show ទាំងអស់ហ្នឹងគឺគេធ្វើព្យុះហយាត្រាឲ្យយើងមើលថាតើពីជំនាន់ដើមអឺរ៉ុបហ្នឹងគឺធ្វើព្យុះហយាត្រាបែបម៉េចដើម្បីយើងស្គាល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្ររបស់គេនេះអូយនិយាយទៅឆ្លាតខ្លាំងហ្មងហើយពេលដែលយើងចេញសង្គ្រាមថាតើមេតបគេស្លៀកពាក់របៀបម៉េចដើម្បីការពារស្ដេចរបស់គេមានតាំងពីរបាំតាំងពីការប្រាប់ហោហែនេះដល់វគ្គនេះគឺស្ដេចនេះតប៉ែហ្នឹងគឺស្ដេចណាហើយអាកន្លែងកណ្ដាលដែលកំពុងហោចុះមកហ្នឹងគឺជាតុកស្ដេចពីជំនាន់មុនហើយអ្នកក្មេងៗដែលកាន់ដាវហ្នឹងគឺជាស្ដេចរវាងប្រទេសមួយដូចមេតបដូចស្ដេចចឹងណារបស់ប្រទេសរ៉ូម៉ានីរបស់ប្រទេសអេស្ប៉ាញរបស់ប្រទេសអ៊ីតាលីអីចឹងទៅពីជំនាន់មុនចឹងទៅហើយស្ដេចហ្នឹងគឺមកជួបជុំគ្នានៅកន្លែងហ្នឹងដើម្បីផឹកស្រានិយាយទៅគឺអានេះគេហៅពិធីជប់លៀងរបស់ស្ដេចជំនាន់មុនចឹងទៅពីប្រទេសអ៊ីឡង់ប្រទេសអីពេញហ្នឹងចឹងទៅណាចូលមកណាហើយបងប្អូនឃើញនៅលើកន្លែងអង្គុយហ្នឹងគឺគេមានស្លាកនេះដូចកន្លែងនេះរ៉ូម៉ានីហ្នឹងណាគឺមានន័យអញ្ចឹងស្ដេចនៃកន្លែងអង្គុយហ្នឹងគឺជាស្ដេចរបស់ប្រទេសរ៉ូម៉ានីអញ្ចឹងយើងត្រូវតែឈាយើងត្រូវតែហោឲ្យស្ដេចប្រទេសមួយហ្នឹងតែបើមិនមែនស្ដេចប្រទេសមួយហ្នឹងទេគឺយើងត្រូវតែអត់សុបាយចិត្តយើងត្រូវតែប៊ូយើងត្រូវតែទម្លាក់មេដៃចុះក្រោមរហូតនេះគឺជារាជទាយាទគេចេញមកហើយនេះរាជទាយាទហើយរាជទាយាទអីស្អាតមឹងងាប់ហើយខ្ញុំនេះនឹងអង្គុយនៅកន្លែងនេះហ្នឹងវាត្រូវតែធ្វើប៊ូដាក់រាជទាយាទគេគឺអត់សុបាយមួយរាជទាយាទហ្នឹងហ្មងនិយាយទៅអត់គ្រប់ត្រូលមួយដៃទេឃើញទេគឺត្រូវធ្វើអញ្ចឹងហើយពេលរាជទាយាទមក hello យើងហើយអញ្ចឹងណាគឺយើងធ្វើអត់សុបាយចិត្តដាក់ទេចាខ្ញុំត្រូវធ្វើដៃអញ្ចឹងដែរអូយគេឲ្យធ្វើហ្នឹងណាហើយមើលមុខគ្នាឡើងសែតសុំទោសរាជទាយាទសង្ហាសុំទោសតែគ្រប់ត្រូលខ្លាំងពេកក៏មិនបានដែរប្តីនឹងឥឡូវដល់វគ្គគេចូលចម្បាំងហើយនេះអាប៉ែបាញ់ភ្លើងហ្នឹងស្ដេចរបស់ប្រទេសខ្ញុំអូយអញអង្គុយចេះចំកន្លែងស្ដេចប្រទេសបាញ់ភ្លើងស្ដេចខ្ញុំស្ដេចនិករាជហ្នឹងណាអូខេឥឡូវគេចេញមកដល់ហើយនេះរបាំគេជំនាន់មុនរបាំរបស់ជនជាតិអឺរ៉ុបអីចឹងណានៃប្រទេសមួយចឹងទៅខ្ញុំក៏ហៀបប្រាប់អ្នកទាំងអស់គ្នាអស់ដែរដោយសារតែវីដេអូវាខ្លីដែរអញ្ចឹងបងប្អូនទាំងអស់គ្នាឲ្យខ្មែរយើងខ្វះអីប្រវត្តិសាស្ត្រខ្វះអីរឿងនិទានអក្សរសិល្ប៍អក្សរសាស្ត្រល្អនេះមើលសម្បីតែម៉ាក់ខ្ញុំអត់ចេះស្ដាប់ផងគាត់នៅផ្ទះដៃសវីសបាយពេញនឹងមើលងាប់ហើយដល់វគ្គគេមកប្រឡងក្បាច់គុណអក្សរសាស្ត្រនិងក្បាច់គុណវិជាគុណគេណានេះគឺស្ដេចប្រទេសនីមួយគឺជិះសេះមកដើម្បីប្រឡងគេហៅវិជាសិលវិជាគុណមួយគ្នាប្តីខ្ញុំចូលតួសាហាវណាស់ចៅមាត់អូអញ្ចឹងនៅពេលគេបែងចែកអ្នកដែលចូលអង្គុយនឹងអាចបាក់ពួកអញ្ចឹងបងប្អូនអញ្ចឹងវាធ្វើឲ្យពួកយើងចាស់វាចូលតួមួយគេហ្មងមិនមែនធំតែគាត់តែញ៉ាំបាយមើល show សម្បីម៉ែខ្ញុំក៏ទៅប៊ូគេដែរមើលអត់ដឹងថាគេនិយាយអីទេតែប៊ូទៅធ្វើធម្មតាអញ្ចឹងឥឡូវគេការប្រឡងជាសិលរបស់គេនេះគេមានការគប់គប់ស្អីគេចេះគប់អានេះគេហៅស្អីគេគប់ដបងហ្នឹងហើយអ្នកណាគប់លយអ្នកនឹងឈ្នះចឹងទៅហើយអ្នកដែលឈ្នះនឹងតំណាងឲ្យកន្លែងអង្គុយនីមួយចឹងទៅណាចឹងយើងចាំមើលថាតើអ្នកណាគប់ចាក់ធ្វើស្ដាច់គេដែរគប់មិនត្រូវនោះអានឹងគេប៊ូផ្អើលពេញនឹងចឹងទៅប៉ុន្តែនៅពេលដែលគេប្រអាប់ឬក៏សរសើរយើងហ្នឹងណាអ្វីដែលអ្នកមើលបានដឹងគឺបានដឹងអំពីប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយទី1គឺសម្លៀកបំពាក់ទី2គឺរបាំទី3គឺយុទ្ធសាស្ត្រការពារខ្លួននេះការជំនាន់មុនគេធ្វើសង្គ្រាមគឺគេជិះសេះហើយគេយកអាព្រួយហ្នឹងចាក់អញ្ចឹងណាបងប្អូននេះគេយកដាវមិនដឹងអីមិនដឹងទេគេចាក់អញ្ចឹងទៅហ្នឹងហើយគឺជាការធ្វើសង្គ្រាមនីមួយហើយការវាយរបស់គេគឺគេវាយអ្នកមើលអាវុធគេអីយើងអត់ដែរឃើញយើងសឹងតែដែរឃើញហ្មងប៉ុន្តែគឺគេមានការប្រើអាវុធហ្នឹងឲ្យយើងមើលដើម្បីអីដើម្បីយើងនឹងថាអូខេខាងអឺរ៉ុបជំនាន់មុនគឺគេធ្វើអញ្ចឹងណាពេលគេវាយគ្នាហើយខ្ញុំកំពុងគិតដល់ថាប្រទេសកម្ពុជារបស់យើងមិនថាប្រវត្តិសាស្ត្រពិតមិនថារឿងអក្សរសាស្ត្រអក្សរសិល្ប៍ល្បីៗហ្នឹងណាគឺមើលដូចជាលោកតាឃ្លាំងមើលដូចជាជ័យវរ្ម័នទី7ដូចជាព្រះ
នាងអន្តរទេវវិទ្យាការកកើតអង្គរសម័យបរិបវត្តមានច្រើនណាស់លោកអើយហើយការញ៉ាំបាយមួយពេលហ្នឹងគឺ1ម៉ោងកន្លះប៉ុន្តែខ្ញុំអត់មានដឹងថាពេលវេលាវាវិលទៅដល់ពេលលឿនដល់ម្លឹងសោះខ្ញុំមកឡៃតែសបាយគេអាហូបក៏ហូបឆ្អែតចឹងទៅអាសបាយក៏លេលោតគេចឹងទៅណាបងប្អូនចាហ្នឹងហើយស្ដេចប្រទេសខ្ញុំមកចេញមកដុតផ្លាញខាងរាជទាយាទហ្នឹងតែចុងបញ្ចប់ក៏នៅអត់ឈ្នះអំពើល្អដែរឃើញគេហ៊ានណាប៉ុន្តែបងប្អូននៅសិតគេធលលយមែនតើណាយើងអង្គុយហូផ្ទះដៃសបាយពេញហ្នឹងហ្មងចុងបញ្ចប់ចាអ្នកដែលឈ្នះគឺរាជទាយាទដែលសារគេចិត្តល្អហើយមានស្ដេចប្រទេសផ្សេងមកជួយជ្រោមជ្រែងចឹងទៅឃើញបងប្អូនអំពើល្អអត់មានថ្ងៃចាញ់អំពើអាក្រក់ទេបន្ទាប់មកគឺមាននារីដែលគាត់ស្លៀកពាក់ជំនន់គាត់បុរាណរបស់គាត់នេះគេចេញមករំឲ្យយើងមើលអាហ្នឹងគេហៅថា finale ណាដូច cheerleader ចឹងគឺចាប់ហើយគឺឈ្នះហើយបន្ទាប់មកស្ដេចប្រទេសមួយគេកាន់ទង់ជាតិថាគេឈ្នះហើយមើលអ្នកនៅមុខខ្ញុំគឺប៊ូគេមិនចេះចាប់មិនចេះតែម្ដងនឹងឯងបងប្អូនទាំងអស់គ្នាអើយចានេះគឺជាគំនិតរស់ស៊ីគំនិត business មួយទៀតដែលខ្ញុំឃើញពីប្រទេសគេហើយខ្ញុំយកបញ្ចែកប្រទេសយើងអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីចាប់ពីនឹងហើយតួផ្សេងគឺចេញមកឲ្យយើងថតលន់ពេញនឹងហ្នឹងទៅនេះហើយខ្ញុំក៏បានថតជាមួយរាជទាយាទដែរចានៅក្រៅស្អាតណាចាឡើងខ្ពស់